คนบ่ายคนเอาจองได้ចូលមកលប៉អៃស៊ីណាលប៉យីលប៉ជម្រាបសួរទូស្ដីបងប្អូនទាំងអស់គ្នាបាទគាត់តែឃើញក្បាលវីដេអូបើកមកបងប្អូនដឹងថាធ្វើម្ហូបអីណាបាទចឹងថ្ងៃនេះក៏បានមុខម្ហូបពិសេសទៀតហើយបាទគឺបានគោឡើងភ្នំបាទហើយប្រពន្ធខ្ញុំគេនឹកឃើញឃ្លានបាទគោឡើងភ្នំចឹងក៏ធ្វើហូបតែម្ដងទៅដោយសារប្រពន្ធខ្ញុំគេទិញមកអស់ហើយបាទទិញបន្លែទិញសាច់អស់ហើយបាទចឹងក៏មកជួយធ្វើគ្នាហូបនៅពេលថ្ងៃតែម្ដងបាទហើយប៉ះថ្ងៃអាទិត្យសារៈទៀតបាទគឺសេរីធ្វើហូបតែម្ដងណាបាទចឹងបងប្អូនបានឃើញចឹងនេះគឺខ្ញុំបន្លែរបស់ខ្ញុំបាទគឺមានច្រើនមុខដែរបាទដូចបងប្អូនបានឃើញនៅវីដេអូនេះចឹងបាទគឺមាន3 4មុខបាទអញ្ចឹងគឺយើងធ្វើម៉េចលាងវាឲ្យបានស្អាតណាព្រោះហ្នឹងគឺយើងហូបវានៅពេលដែលបន្លែហ្នឹងពេលខ្លះវាអត់ចូលឆ្អិនហ្មងទេអញ្ចឹងយើងទៅលាងវាស្អាតបាទខ្លាចវាមានបញ្ហារាគរូសអញ្ចឹងណាបាទអញ្ចឹងគឺយើងលាងបន្លែរួចហើយបាទគឺយើងមកហាន់សាច់គោរបស់យើងបាទសាច់គោនេះគឺមានសាច់គោអូស្ត្រាលីណាសាច់គោខ្មែរយើងឯងប៉ុន្តែគាត់ថាសាច់ល្អបាទសាច់ល្អគឺសាច់ច្រឡកបាទអញ្ចឹងគឺសាច់ស្ទត់តែម្ដងណាអញ្ចឹងគឺយើងហាន់វារាងស្ដើងតិចមកបងប្អូនបាទដើម្បីឲ្យវាចាប់ជាតិឆ្ងាញ់អញ្ចឹងទៅនេះខ្ញុំហាន់រួចបានប៉ុណ្្នឹងឯងហើយក៏យកទុកវាក្នុងចានសិនទៅហើយខ្ញុំក៏បន្លែរបស់យើងក៏លាងរួចរាល់ដែរបាទអញ្ចឹងមុខម្ហូបនេះគឺងាយទេបាទយើងលាងបន្លែអស់ហើយបន្តមកទៀតគឺយើងយកសាច់គោដែលយើងហាន់ដាក់ចានមិញហ្នឹងគឺយើងដាក់ជាមួយនឹងរ៉ូឌីបន្តិចទៅបាទហើយយើងដាក់ជាមួយនឹងពងទាប្រហែលជា3គ្រាប់អីទៅបាទសាច់បន្តិចដែរណាយើងកូរវាចូលឡើងវាចូលជាតិបាទបន្តមកទៀតយើងទុកវាសិនហើយយើងមកបុកបាទទឹកជ្រលក់របស់យើងសិនបងប្អូនបាទទឹកជ្រលក់នេះគឺខ្ញុំបុកគ្រឿងវាបន្ថែមដោយសារខ្ញុំទិញអាដបគេស្រាប់ហើយណាអញ្ចឹងយើងលាយគ្រឿងបន្ថែមទៀតទៅគឺជារសគឺឆ្ងាញ់ហ្នឹងបងប្អូនបាទហើយយើងបន្តមកទៀតគឺយើងភ្លក់តែម្ដងបាទកាត់បងប្អូនបាទដល់ឡៃភ្លក់ហើយអញ្ចឹងគឺខ្ញុំដាក់ចក្រានដាក់អីបាទភ្លក់តែម្ដងបាទហើយនិយាយពីជារសវិញគឺចាប់ជាតិគ្នាបាទជាមួយនឹងទឹកជ្រលក់នឹងដែរដោយសារយើងទឹកជ្រលក់យើងលាយខ្លួនឯងតិចផងហើយយើងដាក់ទឹកជ្រលក់ដបណាបាទអញ្ចឹងគឺវាអេមបាទអេមតែម្ដងហើយប្រពន្ធខ្ញុំនេះបាទឃើញប្តីភ្លក់បាទភ្លក់ដែរបាទភ្លក់ដែរគឺអត់ទាន់ហៅគ្នាមកទេភ្លក់មុនបាទអញ្ចឹងគេថាឆ្ងាញ់ហើយគេចូលចិត្តណាស់បាទប្រពន្ធខ្ញុំចូលចិត្តហូបផ្សិតបាទផ្សិតនេះបាទផ្សិតហ្នឹងយើងនាំចូលពីណាទៅអត់ដឹងទេតែភ្លក់ទៅគឺថាឆ្ងាញ់តែម្ដងណាចាប់ជាតិមួយទឹកជ្រលក់របស់យើងហើយមុខម្ហូបនេះគឺនិយាយរួមទៅគឺអាចទទួលយកបានបងបាទសរសើរខ្លួនឯងបាទខ្លួនឯងអ្នកធ្វើបាទអញ្ចឹងចុងក្រោយបាទយើងនាំគ្នាបាទមកហូបតែម្ដងមកហូបបាយជុំគ្នាពេលថ្ងៃតែម្ដងបាទហើយគឺមានសមាជិកយើងមិនជាច្រើនទេបាទ3 4នាក់ដដែលនឹងឯងបាទក្មួយខ្ញុំហើយនឹងបងធ្វើការមួយគ្នាហើយប្រពន្ធខ្ញុំតែម្ដងហើយកូនខ្ញុំអញ្ចឹងណាបាទអញ្ចឹងក៏យើងធ្វើហូបជុំគ្នាហើយផឹកទឹកក្រូចអញ្ចឹងទៅបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងបាទអត់មានអីច្រើនទេហើយរបៀបធ្វើគឺបងប្អូនដឹងអស់ហើយគឺអត់មានពិបាកទេអញ្ចឹងគឺខ្ញុំមិនបង្ហាញរបៀបធ្វើទេគឺបង្ហាញរបៀបហូបតែម្ដងបាទហូបមិនឲ្យឆ្ងាញ់បាទគេពិតទៅឆ្ងាញ់មែនបងប្អូនបាទហ្នឹងហើយអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងហើយក៏អរគុណបងប្អូនបានទស្សនាវីដេអូរបស់ខ្ញុំហើយក៏ជួបគ្នាវីដេអូក្រោយទៀតបាទជម្រាបលាបងប្អូនអរគ្នាបាទបាយបាយ